លោកឧត្តមសេនីយ៍ត្រីមាសយតដែលជាមេបញ្ជាការនៃកងរាជអាវុធហត្ថខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបញ្ជានិងរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ2025ទិសដៅការងារបន្តឆ្នាំ2026នៅបញ្ជាការដ្ឋាននៃកងរាជអាវុធហត្ថខេត្តកំពង់ធំវត្តមានរបស់លោកឧត្តមសេនីយ៍ត្រីមាសយតដែលជាមេបញ្ជាការនៃកងរាជអាវុធហត្ថខេត្តបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាដែលជាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ2025ទិសដៅការងារឆ្នាំ2026នៅសាលប្រជុំបញ្ជាការដ្ឋាននៃកងរាជអាវុធហត្ថខេត្តកំពង់ធំនៅព្រឹកថ្ងៃទី5ខែកុម្ភៈឆ្នាំ2026នេះនៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រីមេបញ្ជាការរងនាយសេនាធិការរងប្រធានមន្ត្រីអនុប្រធានមន្ត្រីនៃការិយាល័យមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកប្រធានស្នាក់ការនាយនាយរងអាវុធហត្ថចំណោះបញ្ជាការដ្ឋាននៃកងរាជអាវុធហត្ថខេត្តកំពង់ធំជាច្រើនរូបផងដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការក៏បានលើកឡើងអំពីការបង្ក្រាបបទល្មើសអនឡាញនៅពេលកន្លងមកថ្មីនេះនៅក្នុងភូមិសាស្ត្ររាជធានីខេត្តមួយចំនួននៅប្រទេសកម្ពុជារបស់យើងជាពិសេសបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាដែលជាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្លាំងកងរាជអាវុធហត្ថត្រូវចូលរួមសហការជាមួយទៅនឹងអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងខេត្តកំពង់ធំត្រូវសហការស្រាវជ្រាវនិងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះឲ្យកាន់តែបានស្របតាមយុទ្ធនាការរបស់រដ្ឋាភិបាលកម្ពុជាដែលបានកំណត់យកខែមេសាឆ្នាំ2026ខាងមុខនេះជាទឹកចុងក្រោយដើម្បីបោសសម្អាតទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញឲ្យអស់ពីទឹកដីកម្ពុជាលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានលើកឡើងប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលប្រសិនបើករណីប្រព្រឹត្តបទល្មើសអនឡាញបន្តកើតមាននៅរាជធានីភ្នំពេញនិងនៅតាមបណ្ដាខេត្តនានានៅក្រៅខែមេសានោះមន្ត្រីគ្រប់គ្រងរាជធានីនៅខេត្តទាំងនោះត្រូវទទួលខុសត្រូវចំពោះមុខរដ្ឋាភិបាលជាចុងក្រោយនេះលោកឧត្តមសេនីយ៍មាសយតដែលជាមេបញ្ជាការនៃកងរាជអាវុធហត្ថខេត្តកំពង់ធំបានដាក់បទបញ្ជាទៅដល់មន្ត្រីអង្គភាពមេបញ្ជាការមូលដ្ឋានក្រុងស្រុកទាំង9ត្រូវបន្តយកចិត្តទុកដាក់ស្រាវជ្រាវនិងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញក៏ដូចជាបទល្មើសផ្សេងទៀតដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងសូមកត់សរសើរទៅដល់នីតិហ៊ានរងទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អនៅពេលកន្លងមកត្រូវខិតខំប្រឹងប្រែងបន្តទៀតដើម្បីបម្រើប្រជាជននិងសង្គមជាតិឲ្យកាន់តែរីកចម្រើនតទៅមុខជាលំដាប់ធ្វើសេចក្តីរាយការណ៍ព័ត៌មានដោយខ្ញុំបាទសវណ្ណរិទ្ធរតនាពីខេត្តកំពង់ធំ